កាលពី5000ឆ្នាំមុនប្រទេសខុនដាក់គឺជាមជ្ឈមណ្ឌលនៃអំណាចនិងការត្រាស់ដឹងពួកគេបានរីកចម្រើនអស់ជាច្រើនសតវត្សរហូតដល់ស្ដេចអុកទុនបានដណ្ដើមអំណាចជាមួយនឹងកងទ័ពរបស់ទ្រង់គោលដៅរបស់គាត់គឺបង្កើតមកុដនៃសាបាក់ដែលជាវត្ថុពោពេញដោយថាមពលរបស់បិសាចទាំង6ដែលនឹងធ្វើឲ្យអ្នកពាក់គ្មាននរណាអាចយកឈ្នះបានមកុដនេះត្រូវការរ៉ែវេទមន្តដ៏កម្រមួយហៅថាអ៊ីធាញៀមដែលអាចរកបានតែនៅក្នុងខុនដាក់ប៉ុណ្ណោះអុកទុនបានចាប់ប្រជាជនទាំងមូលធ្វើជាទាសករនៅពេលដែលបរិសុទ្ធចំណាស់ម្នាក់បានរកឃើញបំណែកនៃអ៊ីធាញៀមទីបំផុតពួកទាសករបានចាប់ផ្ដើមដណ្ដើមគ្នារហូតដល់ពួកគេត្រូវបានរារាំងដោយហេរ៉ូដែលបានរំលឹកពួកគេថាតើនរណាជាសត្រូវពិតប្រាកដពួកគេបានយកអ៊ីធាញៀមទៅឲ្យឆ្មាំនិងសុំរង្វាន់ប៉ុន្តែឆ្មាំបានចាក់បរិសុទ្ធចំណាស់នោះហើយបោះគាត់ទម្លាក់ពីលើច្រាំងថ្មចោលឆ្មាំស្ទើរតែវាយប្រហារហេរ៉ូដែរប៉ុន្តែឪពុករបស់គាត់បាននាំគាត់ចេញទាន់ពេលវេលាហើយរំលឹកគាត់ឲ្យចេះចុះចូលដើម្បីរស់រានមានជីវិតដោយសារធុញទ្រាន់នឹងការធ្វើជាទាសករហេរ៉ូបានលួចយកអ៊ីធាញៀមហើយនៅពេលដែលឆ្មាំព្យាយាមដេញតាមគាត់ហេរ៉ូបានគប់លំថ្មដាក់ពួកគេដើម្បីធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងអណ្ដូងរ៉ែបន្ទាប់មកគាត់បានលើកអ៊ីធាញៀមឡើងដោយធ្វើដៃជារាងត្រីកោណដែលតំណាងឲ្យខុនដាក់ទាសករទាំងអស់បានធ្វើតាមកាយវិការនេះដោយមានការជំរុញចិត្តឲ្យក្រោកឈរប្រឆាំងមិនយូរប៉ុន្មានឆ្មាំបានចាប់ខ្លួនគាត់និងព្យាយាមប្រហារជីវិតគាត់នៅចំពោះមុខហ្វូងមនុស្សប៉ុន្តែហេរ៉ូស្រាប់តែបាត់ខ្លួននៅក្នុងរូងភ្នំដ៏អាតកំបាំងមួយហេរ៉ូបានបង្ហាញខ្លួននៅចំពោះមុខក្រុមប្រឹក្សាអ្នកមន្តអាគមដែលបានផ្ដល់រង្វាន់ដល់វីរភាពរបស់គាត់ដោយផ្ដល់នៅពេលពួកគេស្រែកពាក្យសាសាមរន្ទះវេទមន្តបានបាញ់ចំហេរ៉ូជាអកុសលនៅពេលដែលវីរបុរសរូបនេះបានមកដល់រាជវាំងអុកទុនបានធ្វើមកុដនោះរួចរាល់ហើយថាមពលរបស់វាបានបំផ្លាញអគារនោះវីរបុរសនៅតែឈ្នះការប្រយុទ្ធហើយអ្នកមន្តអាគមបានយកមកុដនោះមករក្សាទុកឲ្យមានសុវត្ថិភាពនៅពេលបច្ចុប្បន្នខុនដាក់ត្រូវបានកាន់កាប់ដោយអង្គការអ ுக ្រិតជននិងទាហានស៊ីឈ្នួលអន្តរជាតិដែលត្រូវបានគេស្គាល់ថា Inegon នៅកន្លែងត្រួតពិនិត្យមួយឆ្មាំម្នាក់កំពុងព្យាយាមត្រួតពិនិត្យឡានទូការឆ្លុះប្រកែកគ្នាក៏កើតឡើងហើយឆ្មាំបានរៀបចំដំបងរបស់គាត់ដូច្នេះកាហ្ស៊ីមក៏សួរថាតើឡានទូអាចចាក់ចេញបានដែរឬទេការបង្វែរចំណាប់អារម្មណ៍នេះអនុញ្ញាតឲ្យបរិសម្នាក់រត់គេចខ្លួនហើយឆ្មាំដែលកំពុងខឹងក៏បណ្ដោយឲ្យឡាននោះឆ្លងកាត់ដោយមិនបាច់ត្រួតពិនិត្យដែលនេះគឺជាផែនការរបស់អាម៉ាន់បន្ទាប់មកឆ្មាំបានពិនិត្យមើលបញ្ជីស្វែងរកនៅលើស្រោមដៃរបស់គាត់ដែលបង្ហាញរូបភាពរបស់អាដ្រៀណាក្នុងពេលជាមួយគ្នានោះអាដ្រៀណាបានចេញពីកន្លែងលាក់ខ្លួននៅខាងក្រោយឡានទូដោយសារតែ Inegon កំពុងតាមរកមិនយូរប៉ុន្មានអាម៉ាន់ក៏តាមទាន់ឡានទូហើយនិយាយថាគាត់ចង់ជួយម្ដាយរបស់គាត់ប៉ុន្តែអាដ្រៀណាបានបញ្ជូនគាត់ទៅផ្ទះវិញទីបំផុតពួកគេបានទៅដល់វាលខ្សាច់ហើយកាហ្ស៊ីមនៅយាមឡានទូខណៈពេលដែលអ្នកផ្សេងទៀតទៅតាមរកមកុដក្រុមនេះបានចូលទៅក្នុងរូងភ្នំមួយជាកន្លែងដែលអាដ្រៀណាបានបកប្រែអត្ថបទនៅលើជញ្ជាំងដែលចែងថាថាមពលកំពូលត្រូវបានហាមឃាត់ព្រោះមនុស្សមានភាពលោភលន់ពេកនៅពេលអាដ្រៀណាងាកក្រោយនាងសង្កេតឃើញថាអ៊ីស្មែលបានបាត់ខ្លួននៅខាងក្រៅកាហ្ស៊ីមមានការតក់ស្លុតនៅពេលឃើញសាមៀដែលមានរបួសធ្លាក់មកលើដីកាហ្ស៊ីមប្រញាប់ប្រញាល់ទៅពិនិត្យមើលគាត់ប៉ុន្តែនៅពេលសាមៀស្លាប់កាហ្ស៊ីមត្រូវបានឡោមព័ទ្ធដោយទាហាន Inegon នៅក្នុងរូងភ្នំអាដ្រៀណាភ្ញាក់ផ្អើលដោយសារអ៊ីស្មែលដែលនិយាយថាសាមៀបានចេញទៅក្រៅដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធនៅពេលពួកគេបន្តដើរទៅមុខអាដ្រៀណាដឹងថានេះគឺជាភ្នូរដែលវីរបុរសរឿងព្រេងនិទានសម្រាប់មកុដកំពុងអណ្ដែតនៅពីលើផ្ទាំងថ្មដូច្នេះអាដ្រៀណាក៏ឡើងយ៉ាងប្រុងប្រយ័ត្នហើយលោតយ៉ាងគ្រោះថ្នាក់ដើម្បីចាប់យកវានៅពេលនោះទាហានបានសម្រុកចូលមកដោយចាប់កាហ្ស៊ីមជាចំណាប់ខ្មាំងនិងចាប់បានអ៊ីស្មែលផងដែរពួកគេទាមទារយកមកុដនិងចាប់ផ្ដើមបាញ់ដូច្នេះអាដ្រៀណាក៏លោតរំលងគម្លាតមួយហើយលាក់ខ្លួននៅពីក្រោយគំនរបាក់បែកនៅពេលទាហានគំរាមសម្លាប់បងប្រុសរបស់នាងកាហ្ស៊ីមអាដ្រៀណាបានរត់កាត់ស្រមោលដើម្បីបង្ហាញខ្លួននៅពីក្រោយក្រុមនោះដែលឈរនៅលើភ្នូរពួកទាហានបានយកមកុដភ្លាមហើយដាក់វានៅក្នុងវ៉ាលីដ៏មានសុវត្ថិភាពមួយនៅពេលបរិសម្នាក់រៀបនឹងបាញ់អាដ្រៀណានាងបានអានពាក្យនៅលើភ្នូរហើយបញ្ចប់ដោយពាក្យសាសាមរន្ទះវេទមន្តមួយបានវាយប្រហារបន្ទប់នោះហើយទាហានទាំងអស់ត្រូវបានផ្លុំប៉ាងថយក្រោយខណៈពេលដែលអាដាមបង្ហាញខ្លួនទាហានម្នាក់ចូលមកជិតដើម្បីគំរាមគាត់ប៉ុន្តែអាដាមគ្រាន់តែបំបែករាងកាយរបស់គេដោយប្រើថាមពលរបស់គាត់ទាហានផ្សេងទៀតចាប់ផ្ដើមបាញ់ប៉ុន្តែគ្រាប់កាំភ្លើងមិនអាចធ្វើឲ្យគាត់រងរបួសបានទេខណៈពេលដែលអ្នកគ្រប់គ្នាកំពុងភ្លេចខ្លួនអាដ្រៀណានិងកាហ្ស៊ីមបានចាប់ផ្ដើមរត់ចេញអាដាមផ្លាស់ទីក្នុងល្បឿនដ៏លឿនដើម្បីប្រយុទ្ធជាមួយទាហានដោយព្រួតពួកគេម្ដងម្នាក់ៗដោយមិនបាច់បញ្ចេញញើសសូម្បីតែបន្តិចនៅក្នុងភាពច្របូកច្របល់នោះវ៉ាលីក៏បានធ្លាក់ហើយអ៊ីស្មែលរត់ទៅបើកវាស្រាប់តែឃើញថាវានៅពេលទាហានម្នាក់ព្យាយាមបាញ់រ៉ុកកែតអាដាមបានរារាំងវាដោយគប់បរិសម្នាក់ទៅបុកវាការផ្ទុះនោះបានធ្វើឲ្យរូងភ្នំខូចខាតយ៉ាងធ្ងន់ធ្ងរហើយវាចាប់ផ្ដើមបាក់ស្រុតកំទេចកំទីបានធ្លាក់មកលើអ៊ីស្មែលហើយផ្ទាំងថ្មមួយស្ទើរតែប៉ះអាដ្រៀណាប៉ុន្តែអាដាមបានបំផ្លាញវាដោយប្រើវេទមន្តរបស់គាត់បន្ទាប់មកអាដាមបានហោះឡើងហើយបន្តសម្លាប់ទាហានទាំងអស់នៅក្នុងរូងភ្នំដូច្នេះអាដ្រៀណានិងកាហ្ស៊ីមទីបំផុតបានរត់គេចខ្លួននៅពេលអាដាមចាត់ការសត្រូវរបស់គាត់រួចរាល់គាត់បានបាញ់ទម្លុះរូងភ្នំដើម្បីហោះចេញទៅក្រៅជាកន្លែងដែលគាត់បានជួបនឹងឧទ្ធម្ភាគចក្រពីរគ្រឿងក្នុងពេលជាមួយគ្នានោះអាដ្រៀណានិងកាហ្ស៊ីមបានចូលទៅក្នុងឡានទូហើយអាដ្រៀណាបង្ហាញថានាងពិតជាបានជួយសង្គ្រោះមកុដនោះមែនមិនយូរប៉ុន្មានយានយន្តជាច្រើនបានឡោមព័ទ្ធភ្នំនោះហើយបាញ់ប្រហារទៅលើអាដាមដែលនៅតែមិនមានរងរបួសអ្វីសោះគាត់បានធ្វើឲ្យឧទ្ធម្ភាគចក្របុកគ្នាហើយគប់វាទម្លាក់មកលើដីធ្វើឲ្យការផ្ទុះដ៏ធំសម្រាប់ទាហានជាច្រើនអ្នកសមាជិកដែលនៅសល់គ្មានឱកាសយកឈ្នះលើសមត្ថភាពដ៏ខ្លាំងក្លារបស់អាដាមឡើយនៅពេលអាដាមចុះចតនៅលើផ្លូវអាដ្រៀណានិងកាហ្ស៊ីមត្រូវតែបញ្ឈប់ឡានទូដើម្បីកុំឲ្យបុកគាត់នៅពេលនោះទាហានម្នាក់បានបាញ់រ៉ុកកែតមករកពួកគេដូច្នេះអាដាមបានចាប់វាហើយអានពាក្យអ៊ីធាញៀមមុនពេលវាផ្ទុះគាត់បានតបតវិញដោយកំទេចទាហាននោះប៉ុន្តែអ៊ីធាញៀមនៅក្នុងរ៉ុកកែតនោះបានធ្វើឲ្យគាត់រងរបួសអាដាមព្យាយាមហោះចេញប៉ុន្តែការឈឺចាប់ធ្វើឲ្យគាត់ធ្លាក់មកលើដីនៅក្នុងរូងភ្នំអ៊ីស្មែលមិនមានរងរបួសអ្វីសោះគាត់គឺជាមេដឹកនាំម្នាក់របស់ Inegon ហើយគាត់គ្រាន់តែធ្វើពុតជាធ្វើមិត្តជាមួយអាដ្រៀណាដើម្បីទទួលបានមកុដប៉ុណ្ណោះគាត់រកឃើញទាហានម្នាក់ដែលនៅរស់ហើយបានសម្លាប់គាត់ដោយសារតែការបរាជ័យមុនពេលហៅកងទ័ព Inegon ដើម្បីសុំជំនួយដំណឹងនៃឧបទ្ទកហេតុនេះមិនយូរប៉ុន្មានក៏បានទៅដល់មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ដែលបានតាក់ទងទៅ Hopman ដែលជាមេដឹកនាំនៃសមាគមយុត្តិធម៌ញ៉ៅម៉ានាងចង់ឲ្យគាត់បញ្ជូនក្រុមរបស់គាត់ទៅកាន់ខុនដាក់និងចាប់ខ្លួនអាដាមបន្ទាប់មក Hopman បានរាយនាមអ្នកចម្បាំងដែលគាត់បានជ្រើសរើស Cyclone
Cyclone មានថាមពលគ្រប់គ្រងខ្យល់និងឆ្លាតវៃខ្លាំង Atom Smasher អាចផ្លាស់ប្ដូរទំហំរបស់គាត់ហើយវិជ្ជបណ្ឌិត Fed អាចប្រើវេទមន្តកម្រិតព្រះដោយសារមួកសុវត្ថិភាពពិសេសរបស់គាត់នៅពេលគាត់ប៉ះវាគាត់មានចក្ខុនិមិត្តអំពីក្រុមនេះបានចាក់ចេញជាមួយគ្នានៅក្នុងយានអវកាសរបស់ Hawkman ក្នុងពេលជាមួយគ្នានេះ Herod ត្រូវបានគេបង្ហាញថាត្រូវបានគេយកចេញពីម្ដាយរបស់គាត់ដើម្បីយកទៅប្រហារជីវិតក្តីសុបិននេះធ្វើឲ្យ Adam ភ្ញាក់ឡើងដោយការភ្ញាក់ផ្អើលហើយគាត់បានបាញ់រន្ទះដោយគិតថាគាត់កំពុងមានគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយតាមពិតគាត់នៅក្នុងបន្ទប់របស់ Aman ហើយវេទមន្តរបស់គាត់បានដុតរូបភាពប្រកាសមួយ Aman ព្យាយាមពិនិត្យមើលគាត់ប៉ុន្តែ Adam មិនខ្វល់ពីគាត់ហើយប្រើវេទមន្តរបស់គាត់ដើម្បីព្យាបាលរបួសខ្លួនឯងបន្ទាប់មកគាត់បានលើក Aman ដើម្បីផ្លាស់ទីគាត់ចេញប៉ុន្តែគាត់បានឈរ Aman បង្ហាញ Adam ថាគាត់មានឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្រក្នុងនាមជាអ្នកដែលបានកម្ចាត់អុកទុនហើយសូមឲ្យគាត់ជួយសង្គ្រោះ Conduct សម័យទំនើបផងដែរប៉ុន្តែ Adam និយាយថាគាត់មិនមែនជាវីរៈបុរសទេហើយវាទម្លុះជញ្ជាំងដើម្បីចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៅពេលគាត់សម្គាល់ឃើញទូរទស្សន៍គាត់គិតថាវាគឺជាល្បិចរបស់អ្នកមន្តអាគមហើយបានបំផ្លាញវា Adriana អង្វរសុំជំនួយរបស់គាត់ក្នុងការប្រយុទ្ធនឹង Energon ហើយ Adam មានការរំជួលចិត្តដោយពាក្យសម្ដីរបស់នាងមិនបាច់និយាយទេគាត់ចំណាំសម្ដីរបស់នាងបានថាជាអ្នកដែលដាស់គាត់ដូច្នេះគាត់ក៏យល់ព្រមជួយបន្ទាប់ពីវាទម្លុះជញ្ជាំងជាច្រើនទៀតគាត់ហោះទៅកណ្ដាលទីក្រុងដើម្បីសម្លឹងមើលរូបសំណាករបស់គាត់ដោយការគិតពីការចាប់ខ្លួន Herod ធ្វើឲ្យគាត់សុំទោសក្នុងពេលជាមួយគ្នានោះ Aman បានលួចវិទ្យុតាក់ទងពីឆ្មាំម្នាក់ហើយប្រាប់ទៅ Energon ថា Conduct មានវីរៈបុរសហើយឥឡូវនេះឆ្មាំចាប់ផ្ដើមដេញតាមគាត់ប៉ុន្តែ Aman ផ្លាស់ទីលឿនជាងមុននៅលើក្តាររអិលរបស់គាត់ហើយបានបោះវិទ្យុតាក់ទងចូលទៅក្នុងចានស៊ុបបន្ទាប់មក Aman លើកដៃជារាងត្រីកោណខណៈពេលដែលគាត់សម្លឹងមើល Adam ស្រាប់តែឆ្មាំស្ទុះទៅវីគាត់ហើយ Aman រៀបនឹងត្រូវគេវីទៅហើយប៉ុន្តែ Adriana បានចូលមកការពារគាត់នៅពេលឆ្មាំចំណាំនាងបានពីការប្រកាសតាមចាប់ខ្លួន Adriana បានវីគាត់ដោយក្តាររអិលរបស់ Aman ហើយព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវឆ្មាំឡោមព័ទ្ធវិញនៅពេលនោះ Adam បង្ហាញខ្លួននៅពីក្រោយពួកគេហើយឆ្មាំបានវីគាត់នឹងដំបងដែលគ្រាន់តែធ្វើឲ្យដំបងនោះកោងប៉ុណ្ណោះ Adam បានធ្វើឲ្យបរិះនោះហោះចូលទៅក្នុងសមុទ្រដូច្នេះឆ្មាំផ្សេងទៀតក៏ចាប់ផ្ដើមបាញ់ប៉ុន្តែ Adam បានរារាំងគ្រាប់កំភ្លើងទាំងអស់មិនយូរប៉ុន្មានទាហានជាច្រើនទៀតបានបង្ហាញខ្លួននៅក្នុងតំបន់នោះទោះជាយ៉ាងណាក៏ដោយ Adam បានឆក់ពួកគេរហូតដល់ស្លាប់ទាំងអស់បរិះពីរអ្នកចុងក្រោយបានបាញ់ពីលើប៉មដូច្នេះ Adam ស្ទុះទៅវាយពួកគេនិងបំបែកអគារនោះតែម្ដងនៅពេលដែលសមាគមយុត្តិធម៌មកដល់ Adam បានទម្លាក់បរិះ Hawkman ហោះចេញទាន់ពេលវេលាដើម្បីចាប់ពួកគេទាំងពីរដោយបង្ហាញថាគាត់មានស្លាប់នៅពេលគាត់ដាក់បរិះទាំងនោះចុះនៅលើផ្លូវដោយសុវត្ថិភាពអ្នកស្រុកបានស្រែកហូចំអកឲ្យគាត់ពួកទាហានព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវ Adam ឆក់ឲ្យស្លាប់ដែលនេះទទួលបានការអបអរសាទរពីហ្វូងមនុស្សក្នុងពេលជាមួយគ្នានេះ Fed បានប្រែក្លាយខ្លួនជាមើលមិនឃើញនៅពេលគាត់ពាក់មួកសុវត្ថិភាពហើយបានលេចចេញមកនៅចំពោះមុខ Adam ដោយប្រាប់គាត់ឲ្យចុះចាញ់ឬស្លាប់ Adam វាយប្រហារវីរៈបុរសទាំងពីរជាមួយនឹងរន្ទះរបស់គាត់ដូច្នេះ Fed បានបង្កើតការបង្វាយចំណាប់អារម្មណ៍នេះអនុញ្ញាតឲ្យ Hawkman ដាក់ Adam ដែលធ្វើឲ្យគាត់ធ្លាក់ចុះបន្ទាប់មក Hawkman វាយប្រហារ Adam ហើយការប្រយុទ្ធដ៏កាចសាហាវក៏កើតឡើង Adam មានប្រៀបជាងយ៉ាងច្បាស់នៅទីនេះប៉ុន្តែ Hawkman បដិសេធមិនព្រមចុះចាញ់ហើយនៅតែបន្តវាយប្រហារម្ដងហើយម្ដងទៀត Cyclone ក៏ចូលរួមក្នុងការប្រយុទ្ធដែរដោយបង្កើតខ្យល់គួចដ៏ខ្លាំងក្លានៅក្នុងតំបន់នោះដែលបានគប់វត្ថុជាច្រើនជុំវិញ Adam គាត់ប្រើវេទមន្តរបស់គាត់ភ្លាមៗដើម្បីរុញវត្ថុទាំងនោះចេញហើយរលកឆក់ស្ទើរតែប៉ះ Aman និង Adriana ប៉ុន្តែ Fed បានជម្លៀសពួកគេចេញពីសមរភូមិយ៉ាងលឿននៅពេលគាត់ប៉ះកាបូបរបស់ Adriana គាត់មានចក្ខុនិមិត្តឃើញមកគាត់នោះនៅពេល Adam និង Hawkman បន្តប្រយុទ្ធគ្នា Fed បានបាញ់កាំរស្មីវេទមន្តដាក់ Adam ដើម្បីបង្កើតទ្រង់មួយប៉ុន្តែ Adam ក៏បានបំបែកវាដែរនៅពេល Fed បង្កើតការថតចម្លងខ្លួនឯងជាច្រើនដើម្បីចាប់ Adam ជាប់នៅពេលដែល Hawkman គប់រថយន្តដឹកទំនិញ Adam បានបំផ្លាញវាដោយវេទមន្តរបស់គាត់ប៉ុន្តែនេះគឺជាការបិទបាំងសម្រាប់ការវាយប្រហារបន្ទាប់របស់ Cyclone និង Hawkman Adam សាកថាមពលខ្លួនឯងហើយបង្កឲ្យមានការផ្ទុះដ៏ធំមួយដែលបានផ្លុំសត្រូវរបស់គាត់ទាំងអស់ឲ្យហោះប៉ៅនៅពេល Adam រៀបនឹងវាយប្រហារម្ដងទៀត Atom ដ៏ធំមួយបានបង្ហាញខ្លួននៅពីក្រោយគាត់ហើយវាយទម្លាក់គាត់ក្រុមនេះគិតថាពួកគេបានឈ្នះប៉ុន្តែ Adam អាចប្រមូលបន្ទុកអគ្គិសនីបានគ្រប់គ្រាន់ដើម្បីរុញកណ្ដាប់ដៃរបស់ Atom និងដាល់គាត់នៅពេលដែលគាត់ហោះឡើង Atom បានដួលសន្លប់ខណៈពេលដែលហ្វូងមនុស្សស្រែកអបអរសាទរ Adam ដែលបានហោះចេញដើម្បីលាក់ខ្លួននៅក្នុងរាជវាំងនៅពេលដែលសមាគមយុត្តិធម៌ព្យាយាមនិយាយទៅកាន់ Adriana នាងបានស្ដីបន្ទោសពួកគេដែលទើបតែបង្ហាញខ្លួននៅពេលនេះហើយមិនអើពើនឹងស្ថានភាពប្រទេសរបស់នាងអស់រយៈពេលទោះយ៉ាងណាក៏ដោយ Hawkman ទាមទារចង់ឃើញមកគាត់នោះប៉ុន្តែ Aman បានយកវារត់ទៅបាត់ហើយនៅលើក្តាររអិលរបស់គាត់នៅពេលដែល Hawkman ប្រមាននាងថា Adam ស្ទើរតែបានបំផ្លាញទីក្រុងកាលពីលើកចុងក្រោយដែលគាត់ភ្ញាក់ Adriana យល់ព្រមជួយពួកគេប្រស្រ័យតាក់ទងជាមួយ Adam នៅរាជវាំង Adriana សួរ Adam អំពីរឿងរ៉ាវរបស់គាត់ការរំលឹកអតីតកាលបង្ហាញពីការចូលរាជវាំងរបស់ Adam ដើម្បីសម្លាប់ឆ្មាំម្នាក់មុនពេលគាត់ប្រគល់មកគាត់ទៅឲ្យអុកទុនដែលបានអង្វរសុំក្តីមេត្តាទោះយ៉ាងណាក៏ដោយ Adam ចង់សងសឹកហើយបានបណ្ដោយឲ្យធម្មពលរបស់គាត់បំផ្ទុះអគារនោះក្រុមប្រឹក្សាអ្នកមន្តអាគមត្រូវបានបង្ខំឲ្យចាត់ទុក Aman ថាស័ក្តិសមដូច្នេះពួកគេបានបិទគាត់នៅក្នុងភ្នូដោយពិភាក្សាពីរឿងនេះ Adriana បញ្ចុះបញ្ចូល Adam ឲ្យស្ដាប់សមាគមយុត្តិធម៌ក្នុងពេលជាមួយគ្នានេះ Aman មកដល់ផ្ទះហើយឃើញ Ismail ដែលកំពុងភ្ជុំកំភ្លើងដាក់គាត់នឹង Kazim Aman ត្រូវបានបង្ខំឲ្យប្រគល់មកគាត់ឲ្យគាត់ប៉ុន្តែ Kazim បានស្ទុះទៅវាយ Ismail ហើយ Aman បានយកមកគាត់មកវិញមុនពេលរត់ទៅបន្ទប់របស់គាត់ Ismail បានបាញ់ Kazim ហើយដេញតាមក្មេងនោះប៉ុន្តែនៅពេលដែលគាត់ចូលទៅក្នុងបន្ទប់គេង Aman បានរត់គេចខ្លួនតាមច្រកសម្ងាត់របស់គាត់រួចទៅហើយនៅរាជវាំងសមាគមយុត្តិធម៌ព្យាយាមនិយាយទៅកាន់ Adam ប៉ុន្តែវាបានបញ្ចប់ដោយការឈ្លោះប្រកែកគ្នានៅពេលនោះ Adriana ទទួលបានការហៅទូរស័ព្ទពី Aman ដែលកំពុងលាក់ខ្លួននៅពីក្រោយរបងគាត់ប្រាប់នាងអំពី Ismail និងទាហាន Energon ដែលបច្ចុប្បន្នកំពុងសម្រុកចូលក្នុងអគារដើម្បីស្វែងរកគាត់ Adriana សូមជំនួយពី Adam ហើយគាត់ក៏ហោះចេញទៅភ្លាមៗនៅពេល Aman ព្យាយាមលួចចេញពួកទាហានក៏ចាប់ផ្ដើមដេញតាមគាត់ Aman ព្យាយាមរត់ឲ្យលឿនតាមដែលអាចធ្វើទៅបានប៉ុន្តែស្រាប់តែទាហានស៊ីឈ្នួល Energon ម្នាក់បានបើកយានយន្តវាយទម្លុះជញ្ជាំងនិងចាប់ខ្លួនបន្ទាប់មក Adam ក៏បង្ហាញខ្លួនហើយប្រាប់បរិះនោះឲ្យលែងក្មេងនោះដូច្នេះទាហានស៊ីឈ្នួលបានទម្លាក់ Aman ពីទីខ្ពស់យ៉ាងខ្លាំង Adam ហោះយ៉ាងលឿនដើម្បីជួយសង្គ្រោះគាត់និងទុកគាត់នៅកន្លែងដែលមានសុវត្ថិភាពមុនពេលទៅតាមប្រមាញ់ទាហានទាំងអស់នៅជាន់ផ្សេងៗគ្នា Ismail ឆ្លៀតឱកាសលួចកាបូបរបស់ Aman ប៉ុន្តែរកឃើញថាវាទទេស្អាតនៅពេល Adam មើលមកទីបំផុត Ismail បានចាប់ពង្រត់
អាម៉ាន់នៅលើយានយន្ត Energon បាត់ទៅហើយអាដាមហោះទៅមុខដើម្បីព្យាយាមរារាំងវាប៉ុន្តែអ៊ីស្មែលបានចុចប៊ូតុងមួយដែលអនុញ្ញាតឲ្យគាត់បើកទម្លុះរូបគាត់តែម្ដងនៅពេលម៉ូតូជាច្រើនទៀតចូលរួមជាមួយអ៊ីស្មែលជាកម្លាំងជំនួយអាដាមបានឆក់មួយទៅម្ខាងដើម្បីធ្វើឲ្យវាធ្លាក់យានយន្តមួយបើកាត់វាហើយអាដាមរងចាំនៅម្ខាងទៀតដើម្បីចាប់វាប៉ុន្តែមួយនេះមិនមានអាម៉ាន់ទេដូច្នេះគាត់បានកុបវាទៅបុកអាគារមួយមិនយូរប៉ុន្មានហកមែនក៏បានចូលរួមក្នុងការតាមប្រម៉ាញ់និងស្វែងរកអាម៉ាន់ផងដែរប៉ុន្តែអាដាមបានរុញគាត់ចេញព្រោះគាត់ចង់ជាអ្នកធ្វើរឿងនេះដោយខ្លួនឯងអាដាមពង្រីកខ្លួនធំនិងការពារអ្នកស្រុកពីការបាញ់ប្រហាររបស់យានយន្តខណៈពេលដែលសាយក្លូនប្រើខ្យល់របស់នាងដើម្បីធ្វើឲ្យម៉ូតូមួយគ្រឿងខូចខាតនៅពេលអាដាមចាប់វាមិនបានគាត់បែរជាវាយហកមែនទម្លាក់ទៅវិញអាដាមតាមដានយានយន្តពីរគ្រឿងដែលនៅសល់ទៅដល់សមុទ្រហើយចុះចតលើមួយគ្រឿងប៉ុន្តែនេះក៏មិនមែនជាគ្រឿងដែលត្រឹមត្រូវដែរគាត់បានបោះអ្នកបើកបរចេញហើយធ្វើឲ្យម៉ូតូបុកគាត់តែម្ដងអ៊ីស្មែលបង្ខំយានយន្តរបស់គាត់ឲ្យលឿនជាងមុនប៉ុន្តែអាដាមនៅតែតាមទាន់ហើយចាប់ម៉ូតូនោះទាញចុះក្រោមបន្ទាប់ពីពួកគេធ្លាក់នៅកសិដ្ឋានមួយអាដាមបើកយានយន្តចុងក្រោយហើយក៏ឃើញថាវាទទេស្អាតផងដែរការពិតកម្លាំងជំនួយគឺជាអន្ទាក់ដើម្បីបង្វែរចំណាប់អារម្មណ៍របស់គាត់ហើយអ៊ីស្មែលនិងអាម៉ាន់កំពុងរត់គេចខ្លួននៅលើឡានដឹកទំនិញក្នុងពេលជាមួយគ្នានេះហ្វេតបានចូលទៅក្នុងផ្ទះល្វែងរបស់អាម៉ាន់ហើយធ្វើឲ្យកាស៊ីមដេកលក់មុនពេលនាំគាត់ទៅកាន់យានអវកាសដែលនៅទីនោះសាយក្លូនព្យាបាលគាត់ដោយប្រើ nanobot នាងពន្យល់អាដាមថាអ្នកវិទ្យាសាស្ត្រម្នាក់បានចាប់ពង្រត់នាងតាំងពីអាយុ15ឆ្នាំហើយបានចាក់ nanobot បញ្ចូលទៅក្នុងចរន្តឈាមរបស់នាងដែលផ្ដល់ឲ្យនាងនូវថាមពលទាំងនេះហកមែនបាននាំអ្នកទោសពីរនាក់មកផ្ទះរបស់អារីណាហើយនាងចាប់ផ្ដើមវាយពួកគេភ្លាមៗខណៈពេលដែលនាងសួរអំពីអាម៉ាន់អាដាមគាត់នាងហើយចាប់អ្នកទោសទាំងនោះហោះឡើងខ្ពស់ទៅក្នុងពពកជាកន្លែងដែលគាត់និយាយសំណួរសារជាថ្មីមុនពេលទម្លាក់ម្នាក់ក្នុងចំណោមពួកគេនេះធ្វើឲ្យទាហានស៊ីឈ្នួលម្នាក់ទៀតភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ព្រមប្រាប់ថាអាម៉ាន់ត្រូវបានគេយកទៅកាន់អណ្ដូងរ៉ែប៉ុន្តែអាដាមក៏ទម្លាក់បុរសម្នាក់នេះដែរហើយហកមែនត្រូវហោះយ៉ាងលឿនដើម្បីជួយសង្គ្រោះពួកគេទាំងពីរនៅពេលវីរៈបុរសត្រឡប់មកផ្ទះល្វែងវិញហកមែនបានស្ដីបន្ទោសអាដាមម្ដងទៀតចំពោះការសម្លាប់មនុស្សហើយការប្រយុទ្ធមួយទៀតក៏ចាប់ផ្ដើមមិនយូរប៉ុន្មានបន្ទប់គ្រប់កន្លែងចាប់ផ្ដើមរលំខណៈដែលបុរសទាំងពីរបន្តប្រើធម៌ពលរបស់ពួកគេដើម្បីវាយប្រហារគ្នាទៅវិញទៅមកទោះបីជាហកមែនព្យាយាមខ្លាំងយ៉ាងណាក៏ដោយក៏អាដាមនៅតែខ្លាំងជាងនៅពេលការប្រយុទ្ធឈានដល់បន្ទប់គេងរបស់អាម៉ាន់អាដាមបានរងរបួសដៃបន្ទាប់ពីដាល់តូការពិតអាម៉ាន់បានតបមកគាត់នៅទីនោះក្រុមនេះយកមកគាត់ទៅកាន់យានអវកាសដើម្បីធ្វើការវិភាគហើយពួកគេបានរកឃើញសារមួយនៅខាងក្នុងវាដែលអាឌ្រីណាបកប្រែថាជីវិតគឺជាផ្លូវតែមួយគត់ទៅកាន់សេចក្តីស្លាប់ក្រុមនេះចង់បំផ្លាញវាប៉ុន្តែអាឌ្រីណាហាមឃាត់ពួកគេមិនឲ្យធ្វើដូច្នេះរហូតទាល់តែពួកគេជួយសង្គ្រោះអាម៉ាន់បានយានអវកាសធ្វើដំណើរទៅកាន់អណ្ដូងរ៉ែហើយក្រុមនេះមើលផែនទីដើម្បីវិភាគជំរឿនរបស់ពួកគេដោយសារតែ Energon ការពារទីនោះយ៉ាងតឹងរឹងហកមែនចង់រៀបចំផែនការដើម្បីធ្វើការរួមគ្នាប៉ុន្តែអាដាមបានហោះទៅមុនតែម្នាក់ឯងហើយ Stehero ក៏ចាប់ផ្ដើមបំផ្លាញរចនាសម្ព័ន្ធណាមួយនៅលើផ្លូវរបស់គាត់ហើយសម្រាប់ទាហានណាម្នាក់ដែលបាញ់ប្រហារដោយងាយស្រួលទម្លុះការការពាររបស់ពួកគេក្នុងរយៈពេលប៉ុន្មានវិនាទីនៅពេលអាដាមចូលទៅក្នុងអណ្ដូងរ៉ែអ្នកផ្សេងទៀតដើរតាមគាត់ហើយឃើញអ៊ីស្មែលកំពុងគំរាមសម្លាប់អាម៉ាន់ប្រសិនបើគាត់មិនទទួលបានមកគាត់ទេពួកវីរៈបុរសព្យាយាមធ្វើពុតជាពួកគេមិនមានវាប៉ុន្តែអាឌ្រីណាបានទាញវាចេញពីកាបូបរបស់នាងហកមែនចូលមករារាំងនាងភ្លាមៗហើយអាដាមបានរុញគាត់ចេញដើម្បីឲ្យអាឌ្រីណាអាចរត់បាននៅពេលហ្វេតព្យាយាមបញ្ឈប់នាងដែរអាដាមបានរារាំងវេទមន្តរបស់គាត់ហើយរំលឹកវីរៈបុរសទាំងពីរថានេះមិនមែនជាប្រទេសរបស់ពួកគេបន្ទាប់មកអ៊ីស្មែលក៏យកមកគាត់ពីអាឌ្រីណាហើយបង្ហាញថាគាត់គឺជាកូនចៅដែលនៅរស់រានមានជីវិតចុងក្រោយរបស់អុកតុនគាត់បានស្ដីបន្ទោសអាដាមដែលបានសហការជាមួយអ្នកខាងក្រៅហើយសូត្រឃ្លាពីមកុដនោះឡើងវិញមុនពេលបាញ់ទៅលើអាម៉ាន់ខណៈពេលដែលអ៊ីស្មែលពាក់មកុដអាដាមផ្លាស់ទីយ៉ាងលឿនដើម្បីបញ្ឈប់គ្រាប់កាំភ្លើងហើយកំហឹងរបស់គាត់បានធ្វើឲ្យគាត់បញ្ចេញថាមពលទាំងអស់របស់គាត់ខណៈពេលដែលទាហានដួលស្លាប់ហ្វេតបានការពារអាម៉ាន់ហកមែនជួយសង្គ្រោះអាឌ្រីណាហើយអាតឹមបានពង្រីកខ្លួនដើម្បីការពារស្រាប់តែអណ្ដូងរ៉ែទាំងមូលផ្ទុះឡើងយ៉ាងធំអាឌ្រីណារត់ទៅពិនិត្យមើលអាម៉ាន់ដែលនៅរស់ប៉ុន្តែរងរបួសយ៉ាងធ្ងន់ធ្ងរអាដាមបានរំកិលកំទេចកំទីមួយចំនួនហើយបានរកឃើញមកុដនៅក្នុងដៃរបស់អ៊ីស្មែលដែលត្រូវភ្លើងឆេះទាំងស្រុងដោយមានអារម្មណ៍ខុសឆ្គងចំពោះអាម៉ាន់អាដាមត្រឡប់ទៅរីករាំងវិញដើម្បីសម្លឹងមើលរូបសំណាកនៅពេលហកមែនចូលរួមជាមួយគាត់បានប្រាប់រឿងរ៉ាវរបស់ហេរ៉ូតអាដាមគឺជាឪពុករបស់ហេរ៉ូតហើយបន្ទាប់ពីកូនប្រុសរបស់គាត់ត្រូវបានអ្នកមន្តអាគមយកទៅស្ដេចបានសម្លាប់ប្រពន្ធរបស់អាដាមដើម្បីសងសឹកវិញ្ញាណនៃទីក្រុងបានលឺគាត់ហើយបានរកឃើញឪពុករបស់គាត់កំពុងជិតស្លាប់ដូច្នេះគាត់បានផ្ទេរធម៌ពលរបស់គាត់ទៅអាដាមដើម្បីជួយសង្គ្រោះគាត់ភ្លាមៗនៅពេលដែលហេរ៉ូតខ្លាចជាមនុស្សធម្មតាវិញព្រួយមួយបានសម្លាប់គាត់អាដាមដែលកំពុងខឹងសម្បាយ៉ាងខ្លាំងបានឆក់សម្លាប់ឃាតករមុនពេលបណ្ដោយឲ្យធម៌ពលនៃកំហឹងរបស់គាត់គ្រប់គ្រងរាងកាយរបស់គាត់អាដាមបានសម្លាប់អុកតុនប៉ុន្តែរូបសំណាកនោះគឺតំណាងឲ្យហេរ៉ូតឥឡូវនេះអាដាមសារភាពថាធម៌ពលនេះគឺជាបណ្ដាសាដូច្នេះគាត់និយាយពាក្យសារសាមដើម្បីបិទវាបន្ទាប់មកយានអវកាសបានមួយចូលទៅក្នុងសមុទ្រដើម្បីទៅដល់ពន្ធនាគារឆ្មាំបានដាក់អាដាមក្នុងស្ថានភាពសន្លប់ភ្លាមៗហើយចាក់សោគាត់នៅក្នុងកន្សោមដែលពោពេញទៅដោយទឹកដើម្បីកុំឲ្យគាត់អាចនិយាយពាក្យសារសាមម្ដងទៀតបន្ទាប់ពីយានអវកាសចាក់ចេញសាកសពរបស់អ៊ីស្មែលចាប់ផ្ដើមបញ្ចេញពន្លឺនៅក្នុងបន្ទប់ពិសោធន៍ហ្វេតនៅតែមានចក្ខុនិមិត្តដដែលដូច្នេះគាត់ប្រាប់ហកមែនថាមានគ្រោះមហន្តរាយកំពុងកើតឡើងហើយគាត់នឹងស្លាប់ទោះជាយ៉ាងណាក៏ដោយហកមែនមិនខ្លាចសេចក្តីស្លាប់ទេក្នុងពេលជាមួយគ្នានេះអាឌ្រីណានិងសាយក្លូនបានវិភាគមកុដនោះពួកគេបង្វិលវាហើយឆ្លោះអក្សរដែលផ្លាស់ប្ដូរសារទៅជាសេចក្តីស្លាប់គឺជាផ្លូវតែមួយគត់ទៅកាន់ជីវិតការពិតអ៊ីស្មែលបានចាប់ពង្រត់អាម៉ាន់ដោយចេតនាព្រោះគាត់ដឹងថាអាដាមនឹងសម្លាប់គាត់ឥឡូវនេះព្រលឹងរបស់គាត់គឺនៅក្នុងនរកជាកន្លែងដែលបិសាចទាំង6ដែលបានបញ្ចូលធម៌ពលទៅក្នុងមកុដធ្វើរឿងដូចគ្នាសម្រាប់អ៊ីស្មែលនៅពេលគាត់និយាយពាក្យសាបាក់រាងកាយរបស់គាត់បានប្រែក្លាយហើយមកុដបានបាត់ពីបន្ទប់ពិសោធន៍មិនយូរប៉ុន្មានអ៊ីស្មែលបានលេចចេញមកជាមួយនឹងរាងកាយបិសាចរបស់គាត់ហើយរៀបចំខ្លួនបំផ្លាញខុនដាក្រុមនេះប្រញាប់ប្រញាល់បាញ់ពីយានអវកាសប៉ុន្តែគ្រាប់កាំភ្លើងមិនអាចធ្វើឲ្យគាត់រងរបួសទេដូច្នេះអ៊ីស្មែលបានបន្ទាប់មកគាត់ចាប់យកយានអវកាសហើយគប់វាទៅលើទីក្រុងដោយបំផ្លាញអគារជាច្រើនពួកវីរៈបុរសចេញមកប្រយុទ្ធជាមួយគាត់ហើយហ្វេតបានបញ្ឈប់ភ្លើងរបស់គាត់ជាមួយនឹងវាលវេទមន្តបន្ទាប់ពីសាយក្លូនប្រើខ្យល់របស់នាងដើម្បីបកអណ្ដាតភ្លើងត្រឡប់ទៅរកគាត់វិញហើយអាតឹមវីគាត់ជាមួយនឹងកំទេចកំទីអ៊ីស្មែលចាប់ផ្ដើមប្រយុទ្ធដៃទល់នឹងដៃជាមួយហកមែនប៉ុន្តែភាពខុសគ្នានៃធម៌ពលគឺច្បាស់ណាស់នៅពេលគាត់ព្យាយាមប្រើអាវុធផ្សេងៗសាយក្លូនគប់វត្ថុដាក់គាត់ហើយអាតឹមវីគាត់ដោយជង្គង់ដ៏ធំរបស់គាត់ប៉ុន្តែគ្មានអ្វីគ្រប់គ្រាន់នោះទេស្រាប់តែអ៊ីស្មែលប្រែជាមើលមិនឃើញដើម្បីវាយប្រហារដោយភ្លើងរបស់គាត់ប៉ុន្តែមួកសុវត្ថិភាពរបស់ហកមែនមានចក្ខុនិមិត្តអាំងប្រាក្រហមហើយគាត់រកឃើញអ៊ីស្មែលយ៉ាងលឿនដើម្បីចាក់គាត់ដោយពូថៅរបស់គាត់ទោះជាយ៉ាងណាក៏ដោយអ៊ីស្មែលអាចដល់គាត់ដោយងាយស្រួលដើម្បីរំដោះខ្លួនហើយគប់គាត់ទម្លុះអគារមួយហ្វេតមិនគិតថាពួកគេអាចឈ្នះទេហើយបានបង្កើតជញ្ជាំងរារាំងដើម្បីកុំឲ្យមិត្តរបស់គាត់អាចតាមអ៊ីស្មែលបានចក្ខុនិមិត្តរបស់គាត់បង្ហាញគាត់ថាគាត់អាចយកកន្លែងរបស់ហកមែនបានហើយជាលើកដំបូងក្នុងរយៈពេល100ឆ្នាំគាត់មើលមិនឃើញអនាគតទេគាត់បានលាគ្នាយ៉ាងកក់ក្ដៅជាមួយមិត្តរបស់គាត់មុនពេលទៅតាមសត្វនៅរាជវាំងហ្វេតវីប្រហារអ៊ីស្មែលជាមួយនឹងវេទមន្ត
របស់គាត់ហើយពង្រីកខ្លួនគាត់ដើម្បីបាញ់កាំរៈស្មេជាច្រើនខណៈពេលដែលអ៊ីស្ម៉ែលកំពុងវង្វេងស្មារតីដោយការប្រយុទ្ធជាមួយរូបតំណាងទាំងអស់ក្នុងពេលតែមួយហ្វេតបង្ហាញខ្លួនក្នុងចក្ខុនិមិត្តសម្រាប់អាដាមដើម្បីប្រាប់គាត់ថាពួកគេត្រូវការគាត់ហើយបានបើកកន្សោមរបស់គាត់ភ្លាមៗនៅពេលអាដាមធ្លាក់ចេញមកឆ្មាំបានឡោមព័ទ្ធគាត់ហើយចាប់ផ្ដើមវាយដុំគាត់ប៉ុន្តែដោយសារពាក្យលើកទឹកចិត្តរបស់ហ្វេតអាដាមបានតស៊ូត្រឡប់មកវិញសូម្បីតែនៅក្នុងរាងកាយដ៏ទន់ខ្សោយនេះគាត់អាចការពារខ្លួននិងវាយទម្លាក់ឆ្មាំបានយូរគ្រប់គ្រាន់ដើម្បីរត់គេចខ្លួនខណៈពេលដែលគាត់ហែលចេញពីពន្ធនាគារអាដាមដកបំពង់ចេញពីមាត់របស់គាត់នៅរាជវាំងហ្វេតស្ទើរតែចាប់អ៊ីស្ម៉ែលបានដោយវេទមន្តប៉ុន្តែបិសាចនោះបានបាញ់ភ្លើងដាក់គាត់ដើម្បីទម្លាក់គាត់ដែលបណ្ដាលឲ្យជញ្ជាំងរារាំងបាត់ទៅវិញក្រុមនេះប្រញាប់ប្រញាល់ចូលទៅក្នុងរាជវាំងប៉ុន្តែវាយឺតពេលទៅហើយអ៊ីស្ម៉ែលបានវាយហ្វេតនិងដុតគាត់ឲ្យខ្លាចជាផេះបន្ទាប់មកអ៊ីស្ម៉ែលអង្គុយលើបល្ល័ង្កហើយបាញ់ភ្លើងទៅលើមេឃដែលចាប់ផ្ដើមងងឹតនៅពេលពួកវីរៈបុរសរៀបនឹងវាយប្រហារអ៊ីស្ម៉ែលប្រើធម៌ពលរបស់គាត់ដើម្បីកោះហៅកងទ័ពនៅរូបនិងក្រុងឆ្អឹងលេចឡើងពីពេញទីក្រុងអាដ្រីណារៀបចំខ្លួនដើម្បីការពារអាម៉ាន់និងមើលក្រុងឆ្អឹងត្រូវកាស៊ីមបាក់ឡានទូកិននាងឲ្យអាម៉ាន់រត់ចេញមុនពេលនាងចូលរួមជាមួយបងប្រុសរបស់នាងក្នុងការប្រយុទ្ធនៅក្នុងសមុទ្រអាដាមដែលសន្លប់បាត់ស្មារតីបានជួបជុំជាមួយព្រលឹងនៃគ្រួសាររបស់គាត់ប៉ុន្តែហេរ៉ូតប្រាប់គាត់ថានេះមិនទាន់ដល់ពេលរបស់គាត់ទេអាដាមខ្សឹបពាក្យសាសាមហើយទីបំផុតប្រែរៀងម្ដងទៀតក្នុងពេលជាមួយគ្នានេះអាម៉ាន់រត់ជុំវិញទីក្រុងហើយបញ្ចុះបញ្ចូលអ្នកស្រុកថានេះគឺជាឱកាសរបស់ពួកគេក្នុងការដណ្ដើមយកផ្ទះរបស់ពួកគេមកវិញដោយធ្វើសញ្ញាត្រីកោណដែលអ្នកគ្រប់គ្នាធ្វើតាខណៈពេលប្រយុទ្ធជាមួយហកមែនអ៊ីស្ម៉ែលបានបាញ់រូបសំណាកហើយវាស្ទើរតែកិនអាម៉ាន់ប៉ុន្តែអាដាមមកដល់ទាន់ពេលវេលាដើម្បីជួយសង្គ្រោះគាត់បន្ទាប់ពីអាដាមយករូបសំណាកចេញពីគាត់អាដាមបានដាល់អ៊ីស្ម៉ែលដើម្បីរំដោះហកមែនដែលអនុញ្ញាតឲ្យគាត់សម្លាប់នៅពេលនេះខណៈពេលដែលអាម៉ាន់ដឹកនាំអ្នកស្រុកឲ្យប្រយុទ្ធនឹងក្រុងឆ្អឹងអ៊ីស្ម៉ែលនិងអាដាមមានការប្រយុទ្ធចុងក្រោយសម្រាប់អនាគតរបស់ប្រទេសវេទមន្តរបស់អ៊ីស្ម៉ែលអាចធ្វើឲ្យអាដាមរងរបួសហើយគាត់បានដួលជាច្រើនដងវាឈឺចាប់ប៉ុន្តែគាត់នៅតែបន្តធ្វើវាជានុយដើម្បីឲ្យហកមែនអាចលួចចូលពីក្រោយអ៊ីស្ម៉ែលដើម្បីចាក់គាត់ម្ដងទៀតអ៊ីស្ម៉ែលឆ្លើយតបភ្លាមៗដោយសម្លាប់គាត់ប៉ុន្តែរកឃើញថាវាគឺជាការបំភាន់ភ្នែកការពិតហកមែនបានយកមួកសុវត្ថិភាពរបស់ហ្វេតហើយឥឡូវនេះគាត់កំពុងបង្កើតច្បាប់ចម្លងខ្លួនឯងជាច្រើនរូបតំណាងទាំងនេះបានរុញអ៊ីស្ម៉ែលផ្ទុកនឹងបល្ល័ង្កហើយអាដាមបានចាប់គាត់តាមស្នែងរបស់គាត់ដោយពឹងផ្អែកលើការគ្រប់គ្រងកំហឹងរបស់គាត់អាដាមបានហោះឡើងមុនពេលទីនស្នែងដើម្បីហែករាងកាយទាំងមូលរបស់អ៊ីស្ម៉ែលជាពីរការស្លាប់របស់ជនពាលនេះបណ្ដាលឲ្យក្រុងឆ្អឹងបាត់ទៅវិញភ្លាមៗបន្ទាប់មកមួកសុវត្ថិភាពរបស់ហ្វេតក៏រលាយបាត់អាដ្រីណាសន្យាថានឹងមើលថែអាដាមដូច្នេះសមាគមយុតិធធម៌ក៏ចាក់ចេញដោយមិនចាប់ខ្លួនគាត់ទេអ្នកស្រុកនៅតែបន្តស្រែកហៅឈ្មោះអាដាមដែលសម្រេចចិត្តបំផ្លាញបល្ល័ង្កនិងក្លាយជាអ្នកការពារប្រទេសក្រោមឈ្មោះភ្លេចអាដាមកុំភ្លេចចុចជាវនិងបើកសញ្ញាកណ្ដឹងដើម្បីអ្នកអាចទស្សនាវីដេអូជាច្រើនទៀតដូចនេះសូមអរគុណសម្រាប់ការទស្សនា